ធីបខ្លីៗក្រោយការដកឬការវេះធ្ងៀមតរួចបន្ទាប់ពីការវេះធ្ងៀមតហើយដើម្បីជៀសវាងកុំឲ្យមានការរលាកឬការហូរឈាមច្រើនអ្វីដែលបងត្រូវធ្វើនោះគឺ24ម៉ោងដំបូងសំខាន់បំផុតនោះបងត្រូវខាំកំប្រេះឲ្យជាប់ក្នុងរយៈពេល30នាទីដើម្បីជៀសវាងកុំឲ្យមានការហូរឈាមបន្តហើយស្អំតក15នាទីទៅ20នាទីប៉ុន្តែត្រូវស្អំដកដើម្បីកាត់បន្ថយការឈឺចាប់ឬសម្រាប់បានច្រើនជៀសវាងការធ្វើការធ្ងន់ញ៉ាំថ្នាំតាមវិជ្ជាបញ្ជាដែលតនពេទ្យក៏បានចេញជូនឲ្យបានទៀងទាត់កុំព្យាយាមខ្ពស់មកខ្លាំងៗកុំញ៉ាំទឹកតាមបំពង់បឺតកុំញ៉ាំអាហារក្តៅពេកឬត្រជាក់ខ្លាំងពេកត្រូវញ៉ាំអាហារណាដែលទន់ៗដូចជាបបរឬទឹកស៊ុបអ៊ុនៗញ៉ាំទៅដោះគោហើយត្រូវជៀសវាងញ៉ាំអាហារណាដែលរឹងឬក៏ញ៉ាំអាហារណាដែលមានជាតិហឹរបន្ទាប់ពី24ម៉ោងក្រោយបងអាចខ្ពុះមកជាមួយនឹងទឹកខ្ពុះមកបានហើយត្រូវដុសសម្អាតធ្មេញឲ្យបានស្អាតប៉ុន្តែកុំឲ្យប៉ះតំបន់ដែលមានមុខរបួសបន្ទាប់ពីវះកាត់ហើយបាន2ថ្ងៃប្រសិនបើនៅតែមានការហូរឈាមបន្តនៅកន្លែងដែលមានមុខរបួសឈឺខ្លាំងហាមខ្លាំងធំក្លិនមាត់ហាមមាត់មិនរួចឬក៏ក្តៅខ្លួនខ្លាំងប្រសិនបើមានករណីទាំងអស់នេះបងត្រូវផ្ដល់ដំណឹងមក clinic ជាបន្ទាន់ដើម្បីណាត់ជួបជាមួយទស្សនពេទ្យដើម្បីពិនិត្យភ្លាមៗ